សាវតាអ្នកនយោបាយខ្មែរលោកកឹមសុខាគឺជាមេដឹកនាំសិទ្ធិមនុស្សលេចធ្លោមួយរូបនៅព្រះរាជាណាចក្រកម្ពុជាក្រោយមកលោកគឺជាសមាជិករដ្ឋសភាមួយរូបហើយក៏ជាអនុប្រធានទី1នៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានគណៈបកសង្គ្រោះជាតិផងដែរលោកកឹមសុខាបានចាប់កំណើតក្នុងត្រកូលក្រុមគ្រួសារក្រីក្រមួយហើយវ័យកុមារភាពរបស់លោកគឺស្ថិតក្នុងស្ថានភាពទីតលក្រនិងលំបាកលំបិនក្នុងជីវភាពផងដែរលោកបានបញ្ចប់ការសិក្សាផ្នែកនីតិសាស្ត្រនៅសាកលវិទ្យាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចរាជធានីភ្នំពេញហើយតាំងពីពេលនោះមកលោកបានចូលបម្រើការងារជាមួយនឹងរដ្ឋាភិបាលកម្ពុជាដោយការមិនសប្បាយចិត្តជាមួយនឹងកិច្ចការរដ្ឋលោកបានគាំទ្រដោយលួចលាក់នៅក្នុងចលនាតស៊ូប្រឆាំងដើម្បីសេរីភាពជាក្រុមមួយនៅកម្ពុជាដែលប្រឆាំងមិនព្រមចុះចូលជាមួយនឹងការគ្រប់គ្រងរបស់បរទេសផ្អែកតាមលទ្ធផលនេះលោកក៏ស្ថិតនៅក្រោមការពិនិត្យពិច័យរបស់រដ្ឋាភិបាលនិងត្រូវបានបង្ខំឲ្យដើរចេញពីការងាររបស់ខ្លួនដើម្បីគេចចេញពីការចាប់ខ្លួនលោកបានទៅសិក្សានៅបរទេសតាមរយៈអាហារូបករណ៍មួយលោកបានវិលត្រឡប់មកកម្ពុជាវិញនៅក្នុងអំឡុងពេល5ឆ្នាំក្រោយបន្ទាប់ពីការបំពេញកិច្ចការរបស់លោកជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនិងជីវគីមីពីវិទ្យាស្ថានគីមីនិងបច្ចេកវិទ្យានៅទីក្រុងប្រាក់នៃសាធារណរដ្ឋឆែកជាយថាហេតុលោកបានចូលប្រឡូកក្នុងជីវិតនយោបាយនិងបានដើរផ្លូវតាមគណៈបកនិងអង្គការផ្សេងៗមុននឹងសម្រេចចិត្តបង្កើតបកនយោបាយថ្មីមួយនៅឆ្នាំ2007គឺគណៈបកសិទ្ធិមនុស្សតាមរយៈការផ្សងព្រេងនេះលោកបានធ្វើការយ៉ាងម៉ឺងម៉ាត់សម្រាប់បញ្ហាសិទ្ធិមនុស្សនិងបានរៀបចំសមាជសាធារណៈលើផ្ទៃប្រទេសក្នុងអំឡុងឆ្នាំ2012គណៈបកសិទ្ធិមនុស្សបានច្របាច់បញ្ចូលគ្នាតែមួយជាមួយនឹងគណៈបកសំរងស៊ីដើម្បីបង្កើតបានជាគណៈបកសង្គ្រោះជាតិលោកត្រូវបានគេស្គាល់ពីការជួយទ្រទ្រង់យ៉ាងខ្លាំងក្លារបស់លោកចំពោះការគោរពសិទ្ធិមនុស្សទៀតផងលោកកឹមសុខាត្រូវបានផ្ទេរទៅកាន់រោងចក្រភេសជ្ជៈក្រៅប្រតិបត្តិការអាជីវកម្មមួយដែលស្ថិតនៅព្រំដែនថៃដែលនៅទីនោះលោកបានចាប់ផ្ដើមដាំម្រេចជាមួយនឹងកម្មករក្នុងស្រុកមួយចំនួនលោកបានចំណាយពេល3ឆ្នាំក្រោយពីនោះក្នុងការអភិវឌ្ឍការដាំដុះផលិតផលនេះលើផ្ទៃដីចំនួន10ហិកតាក្នុងឆ្នាំ1991លោកកឹមសុខាបានបង្កើតអង្គការការពារសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នសប្បុរសធម៌របស់ខ្លួនដំបូងគេនៅកម្ពុជាហើយបានប្រែក្លាយជាប្រធានរបស់អង្គការនោះតាមរយៈកិច្ចការនេះលោកបានផ្ដល់សេវាដោះស្រាយបញ្ហានានារបស់ជនរងគ្រោះដែលមានការរំលោភបំពានផ្នែកសិទ្ធិមនុស្សលោកបានចាក់ចែងពីអង្គការនេះក្នុងឆ្នាំ1992ហើយបានចូលរួមជាមួយនឹងគណៈបកប្រជាធិបតេយ្យសេរីព្រះពុទ្ធសាសនាដឹកនាំដោយលោកសឿនសានក្នុងតំណែងជាលេខាធិការបកលោកត្រូវបានជ្រើសរើសជាសមាជិកម្នាក់នៃតំណាងរាស្ត្រមកពីខេត្តកណ្ដាលក្នុងការបោះឆ្នោតជាតិនៅពេលដែលគណៈបកនេះត្រូវបានបំបែកជាពីរផ្នែកក្នុងឆ្នាំ1995លោកបានបង្កើតគណៈបកថ្មីមួយគឺគណៈបកសឿនសានជាមួយនឹងក្រុមអ្នកគាំទ្ររបស់លោកសឿនសានហើយបានប្រែក្លាយជាលេខាធិការទូទៅរបស់បកទៀតផងក្នុងឆ្នាំ1997លោកកឹមសុខាបានធ្វើដំណើរទៅកាន់ប្រទេសថៃជាមួយនឹងមនុស្សមួយចំនួនទៀតដែលប្រឆាំងនឹងរដ្ឋប្រហារយោធាមួយក្នុងការបណ្ដាញនាយករដ្ឋមន្ត្រីទី1កម្ពុជាចេញពីតំណែងនៅក្នុងប្រទេសថៃលោកបានបង្កើតនៅសមាគមអ្នកកាន់លទ្ធិប្រជាធិបតេយ្យកម្ពុជាមួយដែលមានការគាំទ្រដោយបណ្ដាអ្នកអន្តោប្រវេសន៍មកតាមលោកពីប្រទេសកម្ពុជាហើយបានបំពេញតួនាទីជាអនុលេខាធិការទី1របស់សមាគមនេះក្នុងឆ្នាំ1998នាយករដ្ឋមន្ត្រីទី2កម្ពុជាបានអនុញ្ញាតឲ្យជនអន្តោប្រវេសន៍មាតុភូមិនិវត្តន៍ហើយធ្វើការប្រកួតប្រជែងក្នុងការបោះឆ្នោតទូទៅមួយនៅពេលបករបស់លោកចាញ់ឆ្នោតលោកកឹមសុខាជាមួយនឹងថ្នាក់ដឹកនាំដទៃទៀតមកពីបកប្រឆាំងផ្សេងៗបានរៀបចំបាតកម្មទ្រង់ទ្រាយធំមួយប្រឆាំងនឹងអ្វីដែលលោកអះអាងថាជាការលួចបន្លំលទ្ធផលបោះឆ្នោតទោះជាយ៉ាងណារដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងដើម្បីបង្ក្រាបក្រុមអ្នកតវ៉ាទាំងនោះលោកបានជួយគាំទ្រដោយមន្ត្រីអង្គការសហប្រជាជាតិនៅក្នុងការការពារលោកពីការចាប់ខ្លួនហើយត្រូវបានផ្ដល់ទីជម្រកឲ្យស្នាក់នៅការិយាល័យរបស់ពួកគេ UN និងស្ថានទូតអាមេរិកអស់រយៈពេល50ឆ្នាំតាមរយៈការចរចាវាងគណៈបកហ្វុនស៊ិនពេជ្រនិងសម្ដេចហ៊ុនសែនលោកកឹមសុខាត្រូវបានដោះលែងនៅក្នុងឆ្នាំ1999ក្នុងឆ្នាំ1999គណៈបកសឿនសានបានច្របាច់បញ្ចូលជាមួយនឹងគណៈបកហ្វុនស៊ិនពេជ្រហើយលោកកឹមសុខាបានប្រែក្លាយជាអនុលេខាធិការទូទៅថ្មីនៃគណៈបកហ្វុនស៊ិនពេជ្រលោកត្រូវបានតែងតាំងជាសមាជិកព្រឹទ្ធសភានិងប្រែក្លាយជាប្រធានគណៈកម្មការសិទ្ធិមនុស្សនិងទទួលពាក្យបណ្ដឹងក្រោយមកនៅឆ្នាំ2001លោកបានលាឈប់ពីបកនិងតំណែងជាប្រធានគណៈកម្មការនៅព្រឹទ្ធសភានៅពេលគំនិតផ្ដួចផ្ដើមរបស់លោកត្រូវបានបដិសេធដោយថ្នាក់ដឹកនាំគណៈបកក្នុងឆ្នាំ2002លោកបានចាប់ផ្ដើមបើកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ដែលមានការជួយឧបត្ថម្ភគាំទ្រដោយ USAID ក្រោយមកលោកបានបង្កើតគណៈបកនយោបាយថ្មីមួយគឺគណៈបកសិទ្ធិមនុស្សក្នុងឆ្នាំ2007ហើយធ្វើជាប្រធានបករហូតដល់ឆ្នាំ2012លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ពីថ្ងៃទី3ខែមិថុនាឆ្នាំ2012ឲ្យដឹងថាគណៈបកសំរងស៊ីបានទទួល2155អាសនៈបានធ្វើមេឃុំ22ឃុំគណៈបកសិទ្ធិមនុស្សបានទទួល800អាសនៈបានធ្វើមេឃុំ18ឃុំគឺជាលទ្ធផលតម្រូវឲ្យគណៈបកពីរនេះខិតចូលឲ្យជិតគ្នាដើម្បីជាផលប្រយោជន៍នៃការរក្សាជីវិតនយោបាយឲ្យរស់ក្នុងឋានៈជាបកប្រឆាំង
ក្នុងខណៈពេលដែលបកប្រជាជនកម្ពុជាបានទទួល8292អាសនៈបានធ្វើជាមេឃុំសង្កាត់1592ឃុំសង្កាត់នោះគណៈបកប្រឆាំងបានបែងចែកជាក្រុមតូចៗនិងគណៈបកនយោបាយជាច្រើនដូច្នេះលុះត្រាតែយើងរួបរวมគ្នាទើបយើងអាចឈ្នះបាននេះជាមូលហេតុដែលខ្ញុំបានសម្រេចចិត្តចូលរួមជាមួយគណៈបកសំរងស៊ីពីព្រោះប្រជាពលរដ្ឋចង់ឃើញគណៈបកប្រឆាំងដែលមានឯកភាពមួយហើយប្រជាពលរដ្ឋជាពិសេសយុវជនរំភើបដោយសារអ្វីដែលយើងអាចធ្វើបានវាច្បាស់ណាស់ថាប្រជាពលរដ្ឋចង់ឲ្យយើងរួបរวมគ្នាតាមការយល់ឃើញរបស់ខ្ញុំការបោះឆ្នោតឆ្នាំ2012គឺមិនសេរីនិងយុត្តិធម៌ឡើយប៉ុន្តែប្រសិនវាសេរីនិងត្រឹមត្រូវយើងប្រាដកជាឈ្នះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកោជបបានប្រកាសនៅអ្វីដែលគេចង់ប្រកាសដូច្នេះយើងមិនបានឈ្នះទេខ្ញុំយល់ថានៅក្រៅឆ្នាំ1993មានវឌ្ឍនភាពខ្លះខាងសិទ្ធិមនុស្សប៉ុន្តែពេលនេះខ្ញុំគិតថាយើងកំពុងដើរថយក្រោយឥឡូវនេះគណៈបកសង្គ្រោះជាតិមានលំហតិចតួចណាស់ដើម្បីប្រតិបត្តិការហើយអង្គការមិនមែនរដ្ឋាភិបាលក៏ប្រឈមដូចគ្នាដែររដ្ឋាភិបាលប្រើប្រាស់តុលាការដើម្បីកាត់ទោសប្រជាពលរដ្ឋហើយតុលាការមិនឯករាជ្យឡើយដូច្នេះនេះជាស្ថានភាពដ៏អាក្រក់បំផុតសម្រាប់សង្គមស៊ីវិលគ្មានយុត្តិធម៌គ្មានសិទ្ធិមនុស្សទេយើងនៅតែមានបញ្ហាជាច្រើនក្នុងវិស័យដូចជាចំនួនដីធ្លីដែលករណីជាច្រើនមិនត្រូវបានដោះស្រាយឡើយយើងមានការតាមដានល្អប្រសើរជាងមុនដោយសារតែបណ្ដាញទំនាក់ទំនងសង្គមដែលមានការប្រើប្រាស់យ៉ាងសកម្មខ្លាំងណាស់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នប៉ុន្តែចំពោះសិទ្ធិនយោបាយវិញគឺអាក្រក់ខ្លាំងណាស់បញ្ហាធំបំផុតដែលយើងមានគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅតែមានបំណងកាន់កាប់អំណាចរហូតលោកត្រូវការអំណាចគ្មានដែនកំណត់ពីព្រោះសម្រាប់លោកទោះបីជាឈ្នះឬចាញ់ការបោះឆ្នោតក៏លោកបានបដិញ្ញាចិត្តនៅតែបន្តកាន់កាប់អំណាចឥឡូវនេះវោហារសាស្ត្ររបស់លោកគឺនិយាយតែពីការមានសង្គ្រាមការប្រើប្រាស់យោធាវាធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចរដ្ឋាភិបាលប្រើប្រាស់ច្បាប់ដើម្បីបំផិតបំភ័យប្រជាពលរដ្ឋដែលវាពិតជាអាក្រក់ណាស់អស់រយៈពេលជាង20ឆ្នាំជីវិតសាធារណៈរបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំរងផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនជួនកាលយើងត្រូវបង្ខំចាក់ចេញពីមាតុប្រទេសហើយក្រុមគ្រួសាររបស់ខ្ញុំត្រូវបានគេគំរាមកំហែងជាច្រើនលើកភរិយាខ្ញុំនៅក្នុងផ្ទះតែម្នាក់ឯងខណៈដែលមានមនុស្ស200នាក់រួមទាំងនគរបាលបានឡោមព័ទ្ធពីខាងក្រៅដែលនេះជាស្ថានភាពដ៏គួរឲ្យភ័យខ្លាចបំផុតរថយន្តរបស់ភរិយាខ្ញុំត្រូវបានគេបាញ់ក្នុងអំឡុងពេលបោះឆ្នោតនាឆ្នាំ2013យោធាបានបញ្ឈប់ឡានរបស់ខ្ញុំហើយយើងត្រូវបានគេតាមដានជាប់ជាប្រចាំខ្ញុំបានគិតថាខ្ញុំបានស្លាប់ច្រើនដងមកហើយប៉ុន្តែស្មារតីរបស់ខ្ញុំការតស៊ូរបស់ខ្ញុំដើម្បីសិទ្ធិមនុស្សនៅតែមានដូច្នេះខ្ញុំនៅមានជីវិតនៅឡើយហើយនេះជាអ្វីដែលធ្វើឲ្យខ្ញុំបន្តដំណើរទៅមុខទៀតប្រសិនជាគណៈបកសង្គ្រោះជាតិឈ្នះការបោះឆ្នោតយើងនឹងខិតខំបង្កើតឲ្យមានប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយសម្រាប់ប្រទេសកម្ពុជាប្រសិនជាប្រទេសនេះគ្មានប្រព័ន្ធប្រជាធិបតេយ្យទេយើងគ្មានមធ្យោបាយណាអាចធ្វើដំណើរទៅមុខបានឡើយនេះមានន័យថាយើងត្រូវតែបង្កើតឲ្យមានស្ថាប័នប្រជាធិបតេយ្យពិតប្រាកដដោយមានការត្រួតពិនិត្យនិងតុល្យភាពរវាងអង្គនីតិប្រតិបត្តិនិងប្រព័ន្ធតុលាការដែលត្រូវតែឯករាជ្យប្រសិនជាយើងមិនធ្វើកំណែទម្រង់នេះទេយើងមិនអាចបោះជំហានទៅមុខបានឡើយហើយជាផ្នែកមួយនៃកំណែទម្រង់នេះយើងចាំបាច់ធ្វើឲ្យកងទ័ពនិងមណ្ឌលរាជការស៊ីវិលឯករាជ្យបច្ចុប្បន្នពួកគេលំអើមិនឯករាជ្យតាមពិតពួកគេត្រូវតែអព្យាក្រឹតវាជាកិច្ចការដ៏ធំបំផុតមួយទោះជាយ៉ាងណាខ្ញុំជឿជាក់ថាប្រជាពលរដ្ឋក្នុងជួររាជការស៊ីវិលយោធានិងប្រព័ន្ធតុលាការក៏ចង់បានឲ្យមានកំណែទម្រង់ស្ថាប័នទាំងនេះដែរនៅពេលបច្ចុប្បន្ននេះពួកគេត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងប៉ុន្តែខ្ញុំគិតថាពួកគេចង់ផ្លាស់ប្ដូរហើយយើងនឹងព្យាយាមធ្វើកំណែទម្រង់នេះដំបូងគេបង្អស់យើងនឹងត្រូវធ្វើកំណែទម្រង់មួយជំហានម្ដងយើងមិនអាចសម្រេចកិច្ចការនេះបានលឿននោះទេប៉ុន្តែយើងអាចចាប់ផ្ដើមបានទី1យើងត្រូវការស្ថិរភាពបើគ្មានស្ថិរភាពទេយើងមិនអាចធ្វើកំណែទម្រង់ណាមួយបានឡើយអ្វីដែលសំខាន់បំផុតនោះយើងត្រូវធ្វើយ៉ាងណាឲ្យគណៈបកកណ្ដាលអំណាចយល់ព្រមផ្ទេរអំណាចវាក៏មានសារៈសំខាន់ផងដែរដែលយើងខិតខំធ្វើការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋកម្ពុជាចំនួន 80% គឺជាកសិករដូច្នេះពួកគេកំពុងរស់នៅតាមរបៀបដែលពួកគេធ្លាប់រស់នៅកាលពី100ឆ្នាំមុនពួកគេក្រីក្រខ្លាំងដោយការកាន់កាប់ដីទំហំតូចនិងមានកូនច្រើនដូច្នេះយើងត្រូវតែរកវិធីផ្ដល់ឲ្យពួកគេនៅជំរឿនផ្សេងទៀតដូចជាបង្កើតការងារថ្មីយើងអាចជួយពួកគេនៅថ្នាក់មូលដ្ឋាននៅកម្រិតឃុំយើងត្រូវកំណត់អំពីចំនួនមនុស្សដែលក្រីក្រខ្លាំងនិងរិះរកវិធីជួយពួកគេយើងអាចលើកទឹកចិត្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលនឹងផ្ដល់ការគាំទ្រនិងជំនួយប្រាក់កម្ចីដូច្នេះពួកគេអាចធានាឲ្យមាននិរន្តរភាពដោយខ្លួនឯងបានយើងអាចចុះកិច្ចសន្យាជាមួយអង្គការមិនមែនរដ្ឋាភិបាលដើម្បីបង្កើតឲ្យមានផែនការសម្រាប់ការបង្កើនទ្រព្យធនរបស់កសិករម្នាក់ៗដែលពាក់ព័ន្ធនឹងការបង្កើនទិន្នផលកសិកម្មរបស់ពួកគេការធ្វើពិពិធកម្មនៅក្នុងវិស័យផ្សេងទៀតដូចជាជលផលនិងការស្វែងរកការបង្កើតការងារថ្មីសម្រាប់យុវជនយើងក៏អាចលើកទឹកចិត្តឲ្យមានការវិនិយោគទុនពីក្រុមហ៊ុនធំៗហើយប្រសិនជាយើងធ្វើកិច្ចការនេះប្រកបដោយតម្លាភាពនិងនីតិរដ្ឋវិនិយោគិននឹងមកវិនិយោគទុនចិនមានទំហំធំនៅកម្ពុជាវិនិយោគិនចិនធំៗជាច្រើនចាប់អារម្មណ៍ខ្លាំងចង់ចូលរួមបណ្ដាក់ទុននៅប្រទេសនេះប៉ុន្តែយើងត្រូវការតម្លាភាពហើយយើងត្រូវពិភាក្សាជាមួយវិនិយោគិនទាំងនោះដោយធ្វើយ៉ាងណាឲ្យវិនិយោគទុនទាំងនោះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋវាមានសារៈសំខាន់ណាស់ដែលយើងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយទាក់ទងទៅនឹងការវិនិយោគរបស់ចិន
ខ្ញុំធ្លាប់បានពិភាក្សាបញ្ហានេះជាមួយឯកអគ្គរដ្ឋទូតចិនរួចហើយប្រសិនជាប្រជាពលរដ្ឋយើងមានអារម្មណ៍ថាចិនកំពុងព្យាយាមកេងចំណេញអ្វីមួយពីពួកគេនោះពួកគេនឹងមិនចូលចិត្តវិនិយោគិនចិនឡើយដូច្នេះវាមានសារៈសំខាន់ណាស់ដែលយើងត្រូវមានដំណាភាពក្នុងការធ្វើកិច្ចការទាំងនេះជាមួយវិនិយោគិនចិនតើអ្វីទៅជាក្តីសង្ឃឹមរបស់ខ្ញុំពីអនាគតរបស់ប្រទេសកម្ពុជាខ្ញុំគិតថាប្រទេសកម្ពុជាមានធនធានដ៏អស្ចារ្យរួមមានធនធានធម្មជាតិនិងធនធានមនុស្សយុវជនគឺជាក្តីសង្ឃឹមចម្បងរបស់យើងនាពេលអនាគតហើយយើងចាំបាច់ណែនាំនិងលើកទឹកចិត្តពួកគេប្រសិនជាយើងគ្រប់គ្រងធនធានរបស់យើងបានល្អប្រទេសកម្ពុជានឹងមានអនាគតដ៏ភ្លឺស្វាង